យុវជនម្នាក់ទៅតែផ្លាស់ទៅពិភពនៃការដាំដុះបានជួបប្រទះនឹងនិកាយមួយដែលផ្ដល់ជូនប្រពន្ធដោយឥតគិតថ្លៃទោះជាយ៉ាងណាក៏ដោយស្ត្រីទាំងអស់នៅចំពោះមុខគាត់គឺជាអ្នកដាំដុះអរិយស្រីដែលធ្វើឲ្យគ្មានសិស្សណាម្នាក់ហ៊ានបោះជំហានទៅមុខដើម្បីទាមទារយកម្នាក់នោះទេទោះជាយ៉ាងណាក៏ដោយយុវជននោះមិនខ្លាចញញើតឡើយហើយបានជ្រើសរើសស្ត្រីដ៏ស្រស់ស្អាតម្នាក់ជាភរិយារបស់គាត់គ្រាន់តែគាត់គិតថាគាត់បានឈ្នះបេះដូងនៃសម្រស់ម្នាក់គាត់មិនដឹងថានាងជាការចាប់កំណើតឡើងវិញរបស់សិស្សស្រីម្នាក់មកពីនិកាយបរិសុទ្ធសួគ៌ទេប្រសិនបើនាងមិនបានបរាជ័យក្នុងការលំបាករបស់នាងហើយបាត់បង់ការដាំដុះរបស់នាងទេនាងនឹងមិនក្លាយជាសមាជិកនៃនិកាយគ្មានបេះដូងនោះទេខាងក្រោមនេះគឺជារឿងរ៉ាវដាច់ដោយឡែកនឹងមិនតាក់ទងគ្នាសូមអរគុណដែលបានជួយសង្គ្រោះជីវិតខ្ញុំលោកម្ចាស់បីក្មេងមិនអីទេអ្នកជាភរិយារបស់ខ្ញុំចាប់ពីពេលនេះតទៅប៉ុន្តែនៅពេលដែលយុវជននោះគិតថាគាត់ទទួលបានកិច្ចព្រមព្រៀងដ៏ធំមួយបងប្រុសច្បងរបស់គាត់ស្រាប់តែបោះជំហានទៅមុខហើយគំរាមគាត់ដោយនិយាយថាគាត់បានលងស្នេហ៍នឹងស្ត្រីម្នាក់នេះហើយគាត់ជាអ្នកដាំដុះកម្រិតទាបពូតែចេញពីផ្លូវប៉ុន្តែយុវជននោះមិនព្រមឲ្យប្រពន្ធដែលគាត់អាចរៀបការជាមួយដោយគ្មានថ្លៃបណ្ណាការរួចខ្លួនឡើយគាត់បដិញ្ញាការពារនាងទោះបីជាត្រូវចំណាយជីវិតរបស់គាត់ក៏ដោយបន្ទាប់មកយុវជននោះបាននាំប្រពន្ធរបស់គាត់ចូលទៅក្នុងបន្ទប់កូនក្រមុំស្ត្រីនោះឃើញយុវជនដែលមានភ្នែកក្រអឺក្រទមមានអារម្មណ៍អាម៉ាស់យ៉ាងខ្លាំងដែលជាអតីតអធិរាជនីហើយហ៊ាននឹងប្រយុទ្ធជាមួយគាត់ទោះជាយ៉ាងណាក៏ដោយយុវជននោះបានលុតជង្គង់ចុះភ្លាមៗហើយស្រែកច្រវាក់ចេញពីជើងរបស់នាងស្ត្រីនោះគ្មានជំរឿនអ្វីក្រៅពីពន្យល់ថាច្រវាក់ទាំងនោះធ្វើពីដែកខ្មៅលំដាប់កំពូលដែលមិនអាចបំបាយបានដោយគ្មានដាវទេវៈលឺដូច្នេះយុវជននោះនឹកឃើញដាវតូចមួយដែលខូចដែលគាត់បានបោះចោលដោយមិនប្រុងប្រយ័ត្នក្នុងអំឡុងពេលធ្វើដំណើររបស់គាត់នៅក្នុងអាណាចក្រកុម្មុយបន្ទាប់មកគាត់បានសូត្រមន្តដាវហើយដោយស្រែកថាដាវមកដាវទេវៈហោះមួយបានផ្ទុះតាមបង្អួចហើយធ្លាក់យ៉ាងរងមាំនៅក្នុងដៃរបស់គាត់តើអ្នកកំពុងធ្វើអ្វីដាវដែលខូចអាចទម្លុះដែកខ្មៅបានដែរឬវាហាក់ដូចជាក្មេងម្នាក់នេះមកពីនិកាយហាត់គ្រាន់តែជាពាក្យចិញ្ចឹមអារម្មណ៍ប៉ុណ្ណោះស្នាដៃដ៏អស្ចារ្យរបស់យុវជននោះបានធ្វើឲ្យនិកាយទាំងមូលភ្ញាក់ផ្អើលភ្លាមៗពួកព្រឹទ្ធាចារ្យនៃនិកាយបានកោះប្រជុំបន្ទាន់មួយភ្លាមៗដោយជឿថាដាវទេវៈត្រូវបានរស់ឡើងវិញពួកគេដឹងថាបុព្វបុរសស្ថាបនិកមានសំណាងគ្រប់គ្រាន់ក្នុងការទទួលមរតកដែលទេវៈប៉ុន្តែជាអកុសលជាមួយនឹងការឡើងឋានៈរបស់បុព្វបុរសនិកាយនេះបានធ្លាក់ចុះហើយរហូតមកដល់សប្តាហ៍នេះគ្មាននរណាម្នាក់អាចទាញដែលទេវៈម្ដងទៀតបានទេដោយឆ្លៀតឱកាសនៃការភ្ញាក់ដឹងខ្លួនរបស់ដែលទេវៈលោកគ្រូបានបញ្ជាឲ្យសិស្សច្បងរបស់គាត់ចាប់យកឱកាសនេះភ្លាមៗពួកព្រឹទ្ធាចារ្យបានសន្យាថានឹងប្រើមន្តអាគមដើម្បីជួយគាត់ទាញដាវចេញនិងឈ្នះជើងឯកក្នុងការប្រកួតសតវត្សខាងមុខសិស្សច្បងគឺវេនយ៉ានក៏បានធ្វើសេចក្តីថ្លែងការណ៍ដ៏ក្លាហានមួយផងដែរថាប្រសិនបើគាត់បង្កើតស្នូលមាសរបស់គាត់ដោយជោគជ័យគាត់ប្រកាសជានឹងទទួលបានដាវទេវៈជំហានដំបូងក្នុងការបង្កើតស្នូលមាសគឺសម្រាប់ប្រពន្ធរបស់គាត់ដោយប្រើប្រាស់ជីវិតរបស់នាងដើម្បីជួយគាត់ឲ្យទៅដល់ស្នូលមាសប៉ុន្តែនៅពេលដែលសិស្សច្បងហៀបនឹងសម្រាប់នាងបរិសុទ្ធវ័យក្មេងម្នាក់ស្រាប់តែបោះជំហានទៅមុខដើម្បីបញ្ឈប់គាត់ប្រពន្ធរបស់អ្នកស្អាតណាស់កុំឲ្យនាងមកខ្ញុំសិស្សច្បងមានការខឹងសម្បាយ៉ាងខ្លាំងអ្នកដាំដុះកម្រិតទាបតើអ្នកហ៊ានលួចប្រពន្ធខ្ញុំដោយរបៀបណាគាត់ស្រែកប៉ុន្តែយុវជននោះបានឆ្លើយតបថាផ្លូវដ៏ខុសខើនេះមិនត្រឹមតែតម្រូវឲ្យសម្រាប់សាច់ញាតិជិតស្និទ្ធបំផុតរបស់ខ្លួនដើម្បីបង្កើតជាស្នូលមាសប៉ុណ្ណោះទេប៉ុន្តែរឿងនេះធ្វើឲ្យចៅហ្វាយនេះខឹងសម្បាពីព្រោះទស្សនវិជ្ជារបស់និកាយដ៏ខុសខើនេះគឺដើម្បីកាប់តែបំណងប្រាថ្នារបស់មនុស្សជាតិនិងលុបបំបាត់មនុស្សជាតិមនុស្សម្នាក់ត្រូវតែមានចិត្តអាណិតអាសូរជាមុនសិនមុនពេលដែលអាចមានចិត្តខុសខើបានដោយមិននឹកស្មានដល់យុវជននោះបានតបវិញដោយអះអាងថាវិធីសាស្ត្របែបនេះមិនត្រឹមតែខុសប៉ុណ្ណោះទេថែមទាំងនឹងបង្កផលវិបាកទៀតផងអាលឺវេនយ៉ានគឺជាអ្នកដំបូងដែលមិនយល់ស្របដោយអះអាងថាសូម្បីតែចេតនាសម្លាប់ក៏មិនអាចជាផ្លូវសុចរិតបានដែរដូច្នេះតើមនុស្សម្នាក់អាចសម្រេចបានផ្លូវដ៏ខុសខើដោយរបៀបណាសកម្មភាពដ៏ខុសខើគួរតែមានដូចនេះឃើញប្រពន្ធរបស់គាត់ត្រូវបានគេយាយីជាសាធារណៈបងប្រុសច្បងបានខំសម្បាភ្លាមប៉ុន្តែយុវជននោះបានបញ្ចុះបញ្ចូលគាត់ឲ្យស្ងប់ចិត្តដោយនិយាយថាខ្ញុំកំពុងជួយអ្នកឲ្យរីកចម្រើនដល់ដំណាក់កាលបង្កើតស្នូលមានតែពេលដែលអ្នកនៅតែមិនរកបំរាស់មិនថាខ្ញុំធ្វើអ្វីចំពោះប្រពន្ធរបស់អ្នកទេទើបអ្នកពិតជាយល់ពីភាពខុសខើប្រកាសណាស់ដូចដែលរំពឹងទុកបងប្រុសច្បងស្រាប់តែមានអារម្មណ៍ថារាងកាយទាំងមូលរបស់គាត់ពោពេញដោយធម៌ពលហើយភ្លាមនោះបានប្រើបច្ចេកទេសរបស់គាត់ដើម្បីបង្កើតស្នូលមាសពួកព្រឹទ្ធាចារ្យនៃនិកាយឃើញបែបនេះមានការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះសិស្សច្បងរបស់ពួកគេព្រោះពួកគេមានគម្រោងឲ្យគាត់ទទួលមរតកដែលទេវៈនៅថ្ងៃនោះបន្ទាប់មកពួកគេបានដាក់មន្តអាគមដើម្បីភ្ជាប់ស្ថានសួគ៌នឹងផែនដីដោយកង្ហៅបុព្វបុរសតើវាជាអ្នកណាតើខ្ញុំមែនទេយុវជននោះបានមើលឲ្យចិត្តហើយដឹងថាបុព្វបុរសនៃនិកាយដ៏ខុសខើគឺគ្មាននរណាក្រៅពីអ្នកបម្រើចាស់ដែលធ្លាប់បម្រើគាត់នោះទេឥឡូវនេះបន្ទាប់ពីទទួលបានបច្ចេកទេសគោលលាន់អំណាចរបស់បងប្រុសច្បងបានកើនឡើងយ៉ាងខ្លាំងហើយគាត់មានអារម្មណ៍ប្រាកដថានឹងទទួលបានដាវទេវៈដោយឃើញបែបនេះប្អូនថ្លៃស្រីរបស់គាត់បានជំរុញយុវជននោះឲ្យរត់គេចខ្លួនដើម្បីជីវិតរបស់គាត់បងប្រុសច្បងបានដាក់ភ្លាមនៅចំពោះមុខមនុស្សគ្រប់គ្នាហើយដាវមួយដែលអាចឆ្លងកាត់ភ្នំនិងកាត់សមុទ្របានលេចចេញមកដាវទេវៈបានដឹងរឿងនេះភ្លាមហើយរំញោះហើយដាវនៅក្នុងដៃរបស់សិស្សបានចាប់តាមញ័រដូចជាកំពុងស្វាគមន៍ចាស់ដាវទេវៈមើលដាវនៅទីនេះដាវនៅទីនេះមើលដាវនៅទីនេះមើលវាជាដាវទេវៈកំពូលវាជាដាវទេវៈកំពូលមានដាវ3លានដាវនៅលើពិភពលោកប៉ុន្តែមានតែដាវទេវៈមួយប៉ុណ្ណោះដែលអាចរកបានបងប្រុសច្បងមីបានទទួលជោគជ័យអស់រយៈពេល800ឆ្នាំទីបំផុតមាននរណាម្នាក់អាចទទួលមរតកដាវទេវៈបាននេះគឺជាសិរីរុងរឿងកំពូលរបស់និកាយអ៊ូឈីងរបស់យើងរួចរាល់ហើយគាត់ពិតជាបានទទួលជោគជ័យមែនហាដាវទេវៈដើរតាមតែអ្នកមានទេពកោសល្យនិងមនុស្សខ្លាំងពូកែប៉ុណ្ណោះអ្នកឯងជាមនុស្សសម្រាមតើអ្នកសមនឹងទទួលមរតកដាវទេវៈទេហាដើរមកដល់ហើយ